ដោយសារខ្ញុំឃើញថាមានអ្នកមួយចំនួនគាត់ឆាតមកសួរខ្ញុំតាក់ទងជាមួយនឹងនៅសាលា Techno មានជំនាញអីគេខ្លះថ្ងៃហ្នឹងខ្ញុំនឹងមកប្រាប់អំពីជំនាញនៅក្នុងសាលា Techno ទាំងសាខានៅទីក្រុងភ្នំពេញក៏ដូចជាសាខានៅតាមខេត្តអញ្ចឹងដំបូងខ្ញុំនឹងនិយាយអំពីជំនាញនៅក្នុងសាខានៅរាជធានីភ្នំពេញនឹងតែម្ដងដោយសាររាជធានីភ្នំពេញឥឡូវគឺមាន2សាខាអញ្ចឹងខ្ញុំនឹងនិយាយពីសាខាដែលជាសាខាគោលហ្មងគឺ main campus គឺមានទាំងអស់គឺ17ជំនាញអញ្ចឹងមានដូចជាវិស្វកម្មធនធានទឹកនិងហេដ្ឋារចនាសម្ព័ន្ធវិស្វកម្មទឹកនិងបរិស្ថានវិស្វកម្មធនធានរ៉ែនិងប្រេងកាតវិស្វកម្មគ្រឹះភូមិសាស្ត្រវិស្វកម្មទូរគមនាគមន៍និងបណ្ដាញវិស្វកម្មមេកានិកវិស្វកម្មឧស្សាហកម្មវិទ្យាសាស្ត្រកុំព្យូទ័រវិទ្យាសាស្ត្រទិន្នន័យវិស្វកម្មហិរញ្ញវត្ថុវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាហារវិស្វកម្មគីមីវិស្វកម្មសំណង់ស៊ីវិលវិស្វកម្មស្ថាបត្យកម្មវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូនវិស្វកម្មអគ្គិសនីនិងថាមពលហើយនឹងចុងក្រោយគេគឺវិស្វកម្មអេឡិចត្រូនិកនិងស្វ័យប្រវត្តិកម្មនៅក្នុង main campus ហ្នឹងមាន international program ទៀតបានន័យថាជា program ដែលគេរៀនជាភាសាបរទេសហ្នឹងហើយអញ្ចឹងជាលក្ខណៈអន្តរជាតិអញ្ចឹងនៅក្នុងហ្នឹងគឺមានទាំងអស់6ជំនាញទៀតអញ្ចឹងនៅក្នុងហ្នឹងគឺមានវិស្វកម្មអវកាសនិងប្រព័ន្ធស្វ័យប្រវត្តិដែលតថ្មីហ្នឹងគឺតកតងជាមួយនឹង aerospace អីចឹងហើយបន្តមកទៀតគឺមានវិស្វកម្ម software វិស្វកម្មបញ្ញាសិប្បនិម្មិតនិងសន្តិសុខ cyber តមកទៀតមានវិស្វកម្ម robotics និងស្វ័យប្រវត្តិកម្មវិស្វកម្មឧស្សាហកម្មនិងគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ដែលយើងដឹងថាជា supply chain management ហ្នឹងហើយនឹងចុងក្រោយគេគឺវិស្វកម្មគ្រប់គ្រងសំណង់និងហេដ្ឋារចនាសម្ព័ន្ធអាហ្នឹងគឺសម្រាប់ international program នៅក្នុង main campus ហើយបន្តទៀតខ្ញុំនឹងនិយាយអំពីសាខាវិមានឈ្នះដែលតំតែបើកសាខាថ្មីនៅទីក្រុងភ្នំពេញហ្នឹងគឺ Techno ថ្មីហ្នឹងគឺមានជំនាញពាក់ព័ន្ធជាមួយនឹង digital ភាគច្រើនហ្មងអញ្ចឹងឃើញថានៅក្នុងសាខាវិមានឈ្នះហ្នឹងគឺវាមានជំនាញខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាហារវិស្វកម្មនិងវិទ្យាសាស្ត្ររូបធាតុវិស្វកម្មសំណង់ស៊ីវិលវិទ្យាសាស្ត្រកុំព្យូទ័រវិទ្យាសាស្ត្រទិន្នន័យវិស្វកម្មហិរញ្ញវត្ថុមានវិស្វកម្មទូរគមនាគមន៍និងបណ្ដាញហើយនិងវិស្វកម្មនិរន្តរភាពនិងធុរកិច្ចអញ្ចឹងឃើញថាមានចំនួនប៉ុណ្ណឹងដែលសាខាថ្មីនៃ Techno ហ្នឹងហើយក៏មានសាខានៅតាមខេត្តមួយដែរគឺខេត្តកែបអញ្ចឹងឃើញថានៅនឹងមានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាហារវិស្វកម្មអគ្គិសនីនិងថាមពលហើយនិងវិស្វកម្មសំណង់ស៊ីវិលគឺមានចំនួន3ហ្នឹងហើយខ្ញុំសង្ឃឹមថាជំនាញដែលខ្ញុំបានរាយរាប់ខាងលើហ្នឹងបានជួយដល់អ្នកទាំងអស់គ្នាដឹងពីសាលា Techno ថាមានជំនាញអីគេខ្លះហើយអ្នកទាំងអស់គ្នាអាចយកជំនាញនីមួយៗហ្នឹងយកទៅស្វែងរកបន្ថែមទៀតនៅក្នុងTikTok ក៏ដោយនៅក្នុង Facebook ក៏ដោយដើម្បីដឹងថាតើជំនាញនីមួយៗហ្នឹងគេរៀនពីអីហើយបើសិនជាខ្ញុំមានពេលខ្ញុំនឹងរៀបរាប់ក៏ដូចជានិយាយត្រួសអំពីជំនាញហ្នឹងផងដែរបើសិនជាខ្ញុំមានពេលប៉ុន្តែឥឡូវហ្នឹងខ្ញុំសូមរាយរាប់ត្រួសពីជំនាញទាំងអស់ដែលមាននៅក្នុងសាខា Techno នៅក្នុងទីក្រុងភ្នំពេញក៏ដូចជានៅខេត្តជាដើមអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះជួយឲ្យអ្នកទាំងអស់គ្នាក៏ដូចជាបងប្អូនដែលគាត់មានបំណងចង់រៀននៅសាលា Techno បានដឹងពីជំនាញនៅក្នុងសាលាហ្នឹងផ្ទាល់